ព្រះបាទជ័យវរ្ម័នទី7ស្ដេចនៃអាណាចក្រខ្មែរ1ដើម្បីយកជ័យជំនះលើសត្រូវដែលមានកម្លាំងខ្លាំងជាងខ្លួនគេត្រូវប្រើវិធីសាស្ត្រវាយឆ្មក់ឬទុកឲ្យសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀតទើបយើងចាត់ការតាមក្រោយ2យកបញ្ហាអាយុជីវិតនិងអនាគតរាជជាធំមុនយកអំណាចនិងប្រយោជន៍ផ្ទាល់ខ្លួន3ការដណ្ដើមអំណាចជារឿងមួយការរំដោះជាតិជារឿងមួយចំណែកការកសាងជាតិឲ្យរុងរឿងជារឿងមួយទៀត